So សួស្តីប្រិយមិត្តអ្នកនរគ្នាចំពោះវីដេអូថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកពីការធ្វើ lab មួយតែក្នុង lab នោះចាំតិចខ្ញុំបង្ហាញអ្នកគ្នានៅក្នុង lab នោះតម្រូវយើង create OU sub OU ចំនួន4ហើយតែ3ទេគឺ program enable design ហើយបន្ទាប់មកយើង create user ចំនួន3ដែលប្រើ password 123ហើយនឹង create group របស់ user ចំនួន3ដែរចំពោះ create group user នេះយើងត្រូវបង្កើត local ហើយនឹង global ហើយតមកយើងធ្វើការ share folder ឬក៏ share resource ទៅលើ network ដែលចំពោះ file folder network អ្នកដែលមានសិទ្ធិចូល access ចូលបានគឺមានតែ user ដែលស្ថិតនៅក្នុង group network ទេហើយចំពោះ program ក៏ដូចគ្នាដែរហើយបន្តមកគេឲ្យយើងតម្រូវយើងបង្កើត DHCP server ហើយដើម្បីវាបោះ IP ហ្នឹងទៅកាន់ client អញ្ចឹងមកដើម្បីឲ្យវាបោះ IP ទៅកាន់ client តម្រូវយើងប្រើ network adapter ដូចគ្នាយើងអត់ត្រូវប្រើណាត់ទេអ្នកគ្នាចង់ប្រើណាត់ក៏បានដែរតែយើងត្រូវចូលកែនៅក្នុង edit virtual private network វាទៀតជឹងវាអត់ញ៉ៃយើងគ្រាន់តែដូរប្រើ VMnet មក custom VMnet មកវាលឿនជាងវារហ័សហើយបន្តមកគេតម្រូវយើងធ្វើការ map driver ផងដែរ map driver drive ហើយ hosting website ដែលមាន subdomain SV2 ហើយចុចហើយ SV2 ហើយ main domain យើង sex ហើយឈ្មោះយើងនេះលេខ6ឈ្មោះយើង .com ហើយបន្តមកបង្កើត share printer ឲ្យធ្វើការ share printer នៅលើ network ដែលមាន model ដែលដាក់ model printer យើងឈ្មោះ model printer យើងឈ្មោះ L3210 ហើយបន្តមកយើងធ្វើការ test តាមហ្នឹងដើម្បីធ្វើវាបានយើងត្រូវចូលនៅក្នុង VMware យើងនេះយើងត្រូវយកជ្រើសយក custom ហើយយក net VMnet អ្នកគ្នាអាចជ្រើសរើសពីលេខ2ដល់លេខ7ឬក៏ហើយនឹងលេខ9ដល់លេខ19ក៏ព្រោះអា VMnet 8នេះគឺ NAT អានេះ host only នេះវាបោះ IP ឲ្យទេឲ្យលេខ0គឺ brick មិនធ្វើអញ្ចឹងយើងត្រូវ check មើល main domain យើងសិនឈ្មោះអីចំពោះ main domain របស់ខ្ញុំវាឈ្មោះ it.com អញ្ចឹងវាអត់ត្រូវនឹងកូដកាតដែលយើងធ្វើទេគឺកូដកាតដែលយើងធ្វើគឺ main domain យើងត្រូវលេខ6ហើយឈ្មោះយើងអញ្ចឹងយើងត្រូវ remove role នឹងចេញហើយយើង promote វាមកវិញ demote វាឲ្យ promote វាមកវិញអញ្ចឹងយើងជ្រើសយក option មកដើម្បី demote domain យើងចាំវា play សិនទៅហើយតមកអ្នកគ្នាដាក់ password Windows Server អ្នកគ្នាមកហើយ remote វាទៅពេល remote វាហើយនឹងទាមទារយើង restart អញ្ចឹងអ្នកគ្នាគួរតែ restart ទៅចំពោះ Windows client នេះខ្ញុំបើចង់ឲ្យ test លឿនខ្ញុំទាមទារអ្នកគ្នាគួរតែមាន Windows client 3ទៅវាអាចនឹង test លឿនជាងអូខេ restart ហើយចាំវា play ទៅសម្បត្តិបោវាសិនហើយតមកអ្នកគ្នាគ្រាន់តែ promote វាមកវិញមកអ្នកគ្នាអាចឃើញនៅសញ្ញាឧទាហរណ៍នៅកន្លែងតុងជាតិយើងហ្នឹង promote វាមកវិញមកហើយកន្លែងនេះយើងយក add new forest ហើយតមកលេខ6ឈ្មោះយើងមកហើយ next ឲ្យពេញដាក់ .com
ចឹងអ្នកនេះអាចនឹងលឺសំឡេងខាងរំខានតិចហីតែមកធ្វើការ add password មកអ្នកនេះអាចដាក់ password ចាស់អ្នកនេះតែក៏បានដែរមិន password ថ្មីទេពួក net by on នេះពេលយើងចូលមកអ្នកនេះ login ទៅបើកកុំតាមមកគាត់ឃើញឈ្មោះនៅបើអ្នកនេះចង់ដាក់ឈ្មោះអញ្ចឹងក៏បានអ្នកនេះអាចដាក់តាមតែបើយល់ល្អអញ្ចឹងខ្ញុំ recommend អ្នកនេះយកឈ្មោះ default នេះវាទៅចាំវាមកស្ទីហើយយើងធ្វើការ skip វាសិនដែរចាំពេលវាដល់ហើយ install អ្នកគ្រាន់តែ install ពេល install ហើយវាអាចនឹងទាមទារអ្នកគ្នា restart អ្នកគ្នាគាត់ restart ទៅវាទាមទារ so បន្ទាប់ពីយើងហើយវាទាមទារយើង restart ហើយអ្នកគ្នាគាត់ restart ទៅso yeah តទៅពី restart ហើយអ្នកគ្នាឃើញហើយអា net by off ហ្នឹងគឺឈ្មោះដែលបង្ហាញនៅពេលដែលយើង log in ហ្នឹងអ្នកគ្នាអាចលុបលេខ6ចេញក៏បានអត់ស្រ័យលើអ្នកគ្នាxongហើយធ្វើការ login ចូលហើយយើងនឹងធ្វើការធ្វើ task មុនបងរបស់យើងគឺ create OU ដែលមានចំនួន3ចំពោះក្នុងអានេះខ្ញុំនឹង create OU មេមួយដែលជា IT department ហើយចំពោះ3នេះគឺជា sub OUការ OU មួយច្រឡំ new organization unit IT department ហើយក្នុង IT department ហ្នឹងខ្ញុំបង្កើត OU sub OU ចំនួន3ទៀតដែលមានដូចជា staff programming network ហើយដូចជាច្រឡំការ OU មួយទៀត organization unit គឺ staff graphic តើយើងបង្កើត sub OU 3បន្ទាប់ពីយើងបង្កើត sub OU ចំនួន3ហើយយើងនឹងបង្កើត user ចំនួន3ទៀតដែលមានដូចជា PRO មានថា programming 1 network 1 GD graphic design 1ចូលមកកាន់ programming
user មិននឹងចូលការ create user ចង់បង្ហាញដល់គ្នាអំពីការ change policy មួយpolicy ដែលអនុញ្ញាតឲ្យ user ហ្នឹងយើងអាចដាក់ password ឲ្យ user ប៉ុន្មានក៏បានដែរសេរីតាមចិត្តយើងព្រោះនៅពេលដែលយើងអត់ configure វាទេយើងអាចធ្វើតាមលក្ខខណ្ឌហ្នឹងបានទេអ្នកនេះអាចចូលមកកាន់ group policy ចូលមកកាន់ group policy នៅកន្លែង tool ហ្នឹងហើយបន្ទាប់មកជ្រើសរើសអ្នក forest domain យើងមកកាន់ domain យក default domain policy របស់យើងដល់ right click លើវាយកពាក្យថា edit ហើយបន្តមកជ្រើសពាក្យ policy ហើយយក window setting ហើយយកពាក្យថា security ហើយយើងជ្រើសយក account policy ហើយ password policy កន្លែងនេះយើងអាចកំណត់ទៅលេខ0ដើម្បីឲ្យយើងឲ្យ user ដាក់ឬក៏យើង system administrator ចង់ដាក់ password ឲ្យ user ប្រហែលក៏បានដែរអត់ដាក់ក៏បានចង់ដាក់ក៏បានហើយយើង enable នេះមកអានេះគឺជា policy ដែលពឹងផ្អែកទៅលើលក្ខខណ្ឌដែលជាអ្នកគ្នា require strong password អញ្ចឹងបើយើង disable វា system administrator អាចដាក់ password ទៅដល់ user ដោយមិនបាច់ត្រូវលក្ខខណ្ឌវាក៏ដោយក៏អាចដាក់បានដែរនៅពេលដែលអ្នកគ្នា configure policy ហ្នឹងហើយខ្ញុំ recommend អ្នកគ្នា update policy ទៅក៏ជួនកាលវាអាចនឹងអត់តន់ដែរឬក៏មិនតែយើង update ទៅវាល្អជាងបន្តមកយើងចូលមកកាន់ view នឹងមក create new user ហើយដាក់មក pro 1 copy វា next ហើយ password នេះដកចេញយក never expire 1 2 3 ហើយ staff ខ្ញុំព្យាយាមធ្វើឲ្យលឿនហើយ speed up ហើយដោយសារអាចនឹងបើអត់ speed up ទេវាអាចវីដេអូនឹងយូរខ្ញុំភ្លេចមើលបាត់ហើយនេះខ្ញុំដាក់ password នេះឲ្យ expire អត់ហូបចោលហ្នឹងនេះមិញបើនៅគ្នាចុច password នៅ expire មិនបាច់លុបចោលដូចខ្ញុំទេមិញខ្ញុំអត់ច្បាស់ខ្លួនឯងខ្ញុំធ្វើភាសាទៀតមកវាច្បាស់បន្ទាប់ពីយើងបង្កើត user 3ហ្នឹងហើយយើងចូលមើល TTP របស់វាគឺតម្រូវយើងបង្កើតគ្រប់ហើយគ្រប់វាចែកចេញជាពីរគឺគ្រប់ global ជាមួយនឹង local អញ្ចឹងដើម្បីវាយើង apply ជាគ្រប់បានហ្នឹងយើងមុនដំបូងយើងត្រូវ add user ចូល global ហើយបន្ទាប់មកបាន add global ចូលទៅកាន់ local ចូល right click មកហើយយកពាក្យថា new ហើយគ្រប់យើងអាចជ្រើសរើស local មុនមកដាក់pro តាមមួយឈ្មោះសិនឈ្មោះអីទៅទេG program G ដាក់ local 2 OK ហើយ new ដែរមកទៅកាន់គ្រប់យក global ហ្នឹងម្ដង global ម្ដងហើយមកកាន់ network វិញ new គ្រប់ដូចគ្នា G shop G G network យក local មកដក clear ឬក៏តទៅយើងឲ្យធ្វើការ add មក add user យើងមុនដំបូងចូលទៅកាន់ global G
chị muốn bị thở nhưng mà chị programming global ok programming global này chúng add tới can chi từ mà hay tới can lục khó hai chúng tôi process pin này việc đôi khi thằng xa nó vào thằng môi stack phải nữa từ group domain children graphic bỏ ra hai căn global add group căn lục khó tập những add hỏi dương cho mới tha tv rồi dưỡng quy ra về ghế mình tha tv với tha thì bốn nhưng trời cái folder là trái đi hai folder nóមានចំនួន3ដែលមាន folder ឈ្មោះ Never program ជាមួយ graphic ចង់ធ្វើការទាញពី try C មក try D ចំនួន 50G ចុះព្រោះយើងមានត្រូវការច្រើនទេហើយយើងវា simple volume មកយើង right click លើវាច្រឡំចូលយើងក៏ណាប្រើ layer វាទៅ try D ដោយសារដូចគ្នានឹងការងាររបស់យើងអូខេអ្នកគ្នាគាត់ចាក់ឃើញ try D ទៅហ្នឹងឯងថាមូលហេតុនោះដោយសារយើងនេះអ្នកគ្នាមូលហេតុដោយសារយើងអត់បានដាក់វា auto detect image នេះ create យើងដាក់យើង add image យើងចូលយើងវាចាប់អាហ្នឹងជា try D យើងអាច close វាចោលឬក៏ដាក់ auto detect ទៅអូខេឥឡូវពងដើរការទៀតខ្ញុំខ្ជិលបាត់ម៉ាស៊ីនទៀតណាសិនអូអាប់ដេតទៀតចូលមកកាន់ edit virtual machine របស់យើងមកហើយកែទៅលើមក u physical យើងកុំប្រើ D ហ្នឹងហើយវា detect ខ្លួនឯងតោះយើង change វាទៅ auto ហើយយើងអាច change តម្លៃ rare ទៅជា try D វិញបានហើយក៏ប៉ុន្តែ try ហ្នឹងវាមិនសំខាន់ទេតែយើងត្រូវបើគេថាគេតម្រូវឲ្យយើងត្រូវដាក់អញ្ចឹង change វាមកហើយវាបាត់ try D ទៅណាដែរ hello okay វាដល់ទេ change try layer វាបានmình sẽ add image cho mình changeវាទៅផ្សេងអូខេណាយើង change ទៅ driver layer D បានហើយតោះធ្វើការ create folder នៅក្នុងចំណុច3មកនេះដាក់ resource ឬក៏ rename អ្នកនេះតាមមិនចង់ទៅយើងដាក់ resources network graphic តើមកយើងធ្វើការ share វា
ខ្ញុំផ្លេចយើងត្រូវ assign IP មួយសិនអ្នកគ្នាអាចចូលតាមវិធីអ្នកគ្នាចេះក៏បានឬក៏ចូលតាម comment ក៏បានចូលមកកាន់ហើយខ្ញុំធ្វើការ assign comment ដូចជា assign ហើយតែវា recording ណាចំពោះអ្នកគ្នាអាចមកមើលកន្លែងបង្កើត DHCP server នេះតែនេះកំណត់ចែកចាយ IP 192.2.2 ទៅដល់254អញ្ចឹងវាថា 192.168.2.1 ហ្នឹងគឺម៉ាស៊ីនរបស់ server អញ្ចឹងពេលយើងបង្កើត DHCP client យើងអត់សរសេរចាប់ពី 192.2.1 ទេយើងត្រូវសរសេរពី 192.168.2.2 អញ្ចឹងយើងអាច assign static ទៅលើម៉ាស៊ីន server យើងបានដែលប្រើ 192.2.1 អញ្ចឹងវាថា assign ហ្នឹងគឺច្រឡំវាថា IP ហ្នឹងគឺបានទៅលើម៉ាស៊ីនទេគឺវាដើរសម្រាប់តែម៉ាស៊ីនតែមួយគត់អ្នកគ្នាអាច assign ដូចខ្ញុំចាំមកតែអានេះគឺត្រូវដូរ DNS យើងត្រូវដាក់ទៅដូចនឹង IP របស់យើងដើម្បីធ្វើការ hosting សម្រាប់ក្នុងការ create subdomain នេះ ID ស្បោះហើយបើកវិញមកវានឹងស្គាល់វិញនេះអូខេតាមនេះធ្វើការ share right click ហើយចូលមកកាន់ property ឬក៏ alt enter ដូចគ្នាចូលមកកាន់ event sharing right click permission remove វាចោលយើង add ទៅលើជា folder ស្អីគេនេះខ្ញុំចុចទៅ graphic អូខេពិសោធន៍ G ហើយរកទៅកាន់ ក្រោបពាក្យ graphic local ដោយសារខ្ញុំ share folder ទៅ graphic ហ្នឹងគឺតម្រូវឲ្យតែ user graphic ដែលនៅស្ថិតនៅក្នុង graphic នេះទេដែលចូលបានអត់ហើយយើងឲ្យមក chain នេះតំណាងឲ្យ write យើងវាថា read and write ហើយតោះមកយើងត្រូវ add user មួយទៀតគឺ authentication អ្នកគ្នាកុំយកលើគឺត្រូវយកបើអ្នកគ្នាយកលើនេះអ្នកគ្នាឲ្យបើកសិតឲ្យគេចូលបានឲ្យតែគេមាន user នឹង login គេអាច login ចូល file ណាក៏បានដែរអញ្ចឹងយើងត្រូវយក option នេះអញ្ចឹងយើងអត់ log ខ្លួនឯងទេបើអ្នកគ្នាអត់យកបើអ្នកគ្នា add តែអានេះអត់ add លើនេះអ្នកគ្នានឹង log ខ្លួនឯងចេញពី folder ហ្នឹងមានថាយើងអ្នក self resource ហ្នឹងយើងអាចចូលបានទេprocess វាដូចគ្នាអានេះបើយើងធ្វើលើជីវិតច្រឡំជួយជីវិតបាត់ធ្វើលើ real life ឬក៏យើងធ្វើលើ office ដែលយើងមានស្ថាប័នមួយដែលយើងជា administrator អញ្ចឹងចំពោះ limit number អ្នកដែលចូលអាច login ចូល resource បានយើងគួរតែកំណត់អ្នកគ្នាកុំដាក់ចោលអញ្ចឹងព្រោះអ្នកគ្នាដាក់ចោលអញ្ចឹងវាអសុវត្ថិភាពទេយើងគួរតែកំណត់វិញល្អជាងជា program ខ្ញុំទៅកាន់ program បើអ្នកគ្នាអាចធ្វើលើ layer preview នឹងបានខ្ញុំគិតថាអ្នកគ្នាអាចមាន basic skill ឬក៏ fundamental តទៅនឹងជំនាញ system administrator ឬក៏ IT professional ឬក៏ IT office ដែលគេអាចទាមទារយើងចេះ Windows Server ដែរយើងអាចចេះប៉ុណ្ណឹងគឺវាល្អហើយហើយតមកយើងនឹងធ្វើការ assign DHCP client ឬក៏ configure DHCP client ច្រឡំអ្នកគ្នាមិន assign ទេគឺយើងចូលមកកាន់ server យើងវិញមកហើយយើងចូលទៅកាន់ manage ហើយរើសពាក្យ role tick យើងកាន់ next ហើយ role ហើយ next ហើយទៅរកពាក្យថា DHCP server មុនថាដែលយើង configure DHCP ហ្នឹងដើម្បីឲ្យវាបោះ IP ទៅកាន់ client ឬក៏ម៉ាស៊ីនដែលប្រើប្រាស់ internet port internet មួយយើងដើម្បីបាន IP ប្រើហើយនៅពេលដែលគេបាន internet នៅ rank ជាមួយយើងអញ្ចឹងឬក៏ស្ថិតនៅក្នុង internet របស់យើងអញ្ចឹងគេអាចចូលប្រើប្រាស់ resource មួយយើងបានហើយតើវាហើយយើងចូលមកសញ្ញាទាននេះមកអ្នកគ្នាគាត់ជិះឃើញ complete DHCP configuration next ហើយតើមកយើងយកឈ្មោះហ្នឹងហើយយកដល់អីទេ commit មក close តើមកចូលកាន់ tour ហើយជ្រើសពាក្យថា DHCP បើវាធំសិន
ចូលទៅកាន់នេះហើយជ្រើសពាក្យ IPv4 right click លើ IPv4 ហ្នឹងហើយបន្តមកជ្រើសពាក្យថា new scope ហើយយើងអាច LAN មក LAN IT ពួក LAN ហ្នឹងខ្ញុំដឹងថាគ្នាមានថាម៉េចទេ LAN ហ្នឹងគឺ local area network ហើយយើងប្រើ scope នេះសម្រាប់ទៅកាន់មក LAN IT ឬក៏មក department ឬក៏មក office យើងតែម្ដងនេះគ្នាអាចថាមកក្រុមហ៊ុនយើងក៏បានដែរក្រុមហ៊ុនខ្លះគេអាចកំណត់ចឹងហើយចំពោះ IP យើងត្រូវតែ assign ចាប់ពី 192.8.2.2 ព្រោះយើងអាច assign ពី1បានទេព្រោះ1ហ្នឹងគឺយើងប្រើសម្រាប់តែ Windows Server តែមួយគត់ពី12.254អ្នកគ្នានេះមិនបាច់កែទេវាត្រូវហើយតមក inclusive delay នេះអ្នកគ្នាចង់ add ក៏បានមិនបាច់ add ក៏បានហើយកំណត់ពេលដែល release IP អញ្ចឹងណាគ្នានៅស្ថាប័នមួយអ្នកគ្នាយើងអាចចង់ឲ្យ release IP ហ្នឹងមួយនាទី release ម្ដងឧទាហរណ៍ user ហ្នឹង190 password បាន IP address 192.168.2.2 អញ្ចឹងតែពេល30នាទីក្រោយគាត់អាចនឹងបាន IP address ផ្សេងបើមាន user ផ្សេងកំពុង log in ដែរតោះអញ្ចឹងយើងដាក់10នាទីចុះ next ហើយ gateway នេះអ្នកគ្នាអាចចង់ដាក់ក៏បានអត់ដាក់ក៏បានដែរបើតែបើមែនតើយើងត្រូវដាក់វាគឺជាផ្លូវមួយដែលសម្រាប់ឲ្យយើងអាចប្រើប្រាស់ទៅលើអ៊ីនធឺណិតបានលើថាបើអ្នកគ្នាអត់មាន configure get ឬក៏ add gateway configure gateway នេះទេនៅពេលដែល client យើងមាន internet access អត់អាចប្រើប្រាស់ internet ហ្នឹង connect ទៅកាន់ Google ឬអីបានទេអញ្ចឹងយើងអាច config បើយើងគ្រាន់តែធ្វើជា lab នេះយើងមិនបាច់ config ក៏បានដែរតែបើមែនតើយើងត្រូវតែ config អាច0គេបន្ទាប់ពីបានបង្កើតហើយយើងធ្វើការ test folder យើងសិនហើយក៏ពីម្ដង8.2.1 អូខេយើងចូលបានយើងមានថាយើងអត់ log ខ្លួនឯងទេតើមកធ្វើការ test សិនហ្មងតែចំពោះ PC client នេះអ្នកគ្នាគួរតែប្រើ VNet 15ដូចគ្នាដើម្បីវាស្ថិតនៅក្នុង network RAN ជាមួយគ្នាអញ្ចឹង rank ជាមួយគ្នាអញ្ចឹងมันវាអាចប្រើប្រាស់ resource រួមគ្នាបានក្នុងហ្នឹងនេះតើយើងធ្វើការ test ហើយយើងធ្វើការ net try ដែល map network try គឺ map network try ចំនួន3 folder គឺ program network graphic ចូលធ្វើការ remote access សិនកន្លងនេះគ្នាមួយចំនួនអត់តន់មាន access ឬក៏អត់តន់បានទៅឡើងយើងធ្វើការ remote access ខ្ញុំចោលឲ្យសិនបន្តិចនេះអ្នកគ្នាមិនបាច់ធ្វើតាមបើអ្នកគ្នាមាន access ហើយមិនបាច់នេះខ្ញុំអត់តន់ទៅឡើងអញ្ចឹងមានថាមិនសិនបើខ្ញុំអត់តន់ទៅឡើងទេស្មានតែចាំខ្ញុំអូខេទុកចឹងទៅខ្ញុំអូខេឥឡូវយើងមើល IP វាសិនតើserver យើង client ទទួលបាន IP ពី server DHCP server យើងអត់ហើយនេះបានហើយ192.2.3ជួយទៅកាន់ share folder 192.8.2.1នេះអូខេវាជាប់ user ហើយអានេះគឺនេះ graphic វាជាប់ user មូលហេតុអ្នកគ្នាឃើញយើងចូល network បានហ្នឹងដោយសារវាជាប់ user របស់ network ទៅដែលខ្ញុំបង្កើតហ្នឹងអញ្ចឹងខ្ញុំអាចចូល control panel ខ្ញុំបិទវាចោលហ្នឹង user management credential manager window credential ហើយខ្ញុំជ្រើសយកអានេះខ្ញុំ remove network នេះចោលហ្នឹងមិនតាអ្នកគ្នាមើលអូខេវានៅចាប់ជាប់ដែរទេខ្ញុំ sign off សិនHello គៀងម្ដងជុំដល់គ្នាគៀងសិនអូខេចឹងមូលហេតុដែលអ្នកគ្នាឃើញខ្ញុំ log in ចូលបានមិញហ្នឹងដោយសារតែវាជាប់
user network នេះអញ្ចឹងខ្ញុំធ្វើការ set out សិនអូខេមិនសិនផ្លេចចាប់ហើយ set out ថាទេប្រើ set out ក្នុងនេះតែម្ដងហើយនឹងវាជាប់ខាច់ដោយសារខ្ញុំបានធ្វើមុនដំបូងហើយដែលខ្ញុំដាក់លើ user network ហើយខ្ញុំធ្វើការបាក់សិននេះខ្ញុំអាចយកសិននេះមកការដាក់ពីមុនទៀតគ្រប់ network នេះចោលសិនវាចាប់ខាច់ចឹងដើម្បីពិសេសនេះផងដែរយើងគួរតែចូលទៅ install ISS ហើយឬក៏ web service ហ្នឹងតែគេចូលទៅកាន់ manage ហើយ arrow and feature next ហើយជ្រើសពាក្យថា web service web server ច្រឡំហើយ next ហើយអ្នកនេះឥឡូវនេះមិនចូលទេវា next ទៅហើយ install វាមកហើយយើងធ្វើការ test វាថាទៀតនេះអ្នកហេវាទៀមទីអីឥឡូវខ្ញុំនឹង log in ចង់ដឹងថា folder 3នេះខ្ញុំ log in បានខ្លះអញ្ចឹងក្នុង folder ហ្នឹងខ្ញុំកំណត់ permission ណា user ដែលស្ថិតនៅក្នុង program log in ទៅបានអាច access ទៅបាន folder program ទេ user ដែលស្ថិតនៅក្នុង net group network ឬក៏ OU ឬក៏ហៅថា department network ហ្នឹងមានសិទ្ធិតែ access ទៅ folder network ទេហើយ design ដូចគ្នាមានសិទ្ធិតែ access ទៅកាន់ folder design ទេឥឡូវខ្ញុំចូលទៅកាន់ user programជា PRO ហើយមួយ password 123អូខេ access under server អត់ដើរទេវាបញ្ហាអីទៀតហើយបាទ login នេះសិនគេមកហើយយ៉ាងនឹងចប់ខាច់មិនសេះចូលខាងទៀតចូលមក server មានទេជានេះអត់មានដែរយ៉ាងដង network address username net 1 123អូខេឥឡូវមិញខ្ញុំ add user network ចូលអញ្ចឹងមានថាវាត្រូវតែ access បាន folder network ទេ folder 2នេះ access បានទេឃើញទេអ្នកគ្នាអញ្ចឹងហើយយើងមានថាយើងការ save folder យើងបានជោគជ័យអញ្ចឹងខ្ញុំធ្វើតែសារទៀតខ្ញុំ remove edit មកខ្ញុំចូល pro វិញមួយហើយ password 123 save វាឡើយយើងគួរ sign out ទៅអញ្ចឹងថាខ្ញុំត្រូវការប្រើតែសិនតែមួយទេមិនស្បដល់នេះបានជៀសវាងវា delay សិនទៅឡែកខ្លាំងណាអញ្ចឹងមិញចូល user program ដែរអ្នកគ្នាអញ្ចឹងមានថា folder network ខ្ញុំមាន access ចូលទេអញ្ចឹងយើងនឹងចូលមុនថាទៀតថាយើងអាច access folder network បានអត់
អ្នកគ្នាបានទេដោយសារខ្ញុំចូលទៅកាន់ user program ហើយយើងមានតែ program ទេចូលបានអូខេយើងធ្វើការតេស្តប៉ុណ្ណឹងបានហើយតោះមកយើងធ្វើការគេ map never try អញ្ចឹងដើម្បី map never try លឿនយើងអាចចូលមកខាងលើនេះហើយចុចពាក្យ backslash នេះអ្នកគ្នាយើងគោលដៅយើងត្រូវគោលដៅដែលយើងត្រូវ map never try គឺ never program មួយ graphic អញ្ចឹងយើងមកអូខេច្រឡំច្រឡំមកហើយ slash ណា key arrow key មកក្រោមនេះមក control copy វាបើក file explorer មួយទៀត right click ទៅលើ disk pc អូខេនេះបើខ្ញុំជាប់បាត់ហើយនេះអញ្ចឹងខ្ញុំ remove វាចោលតាម disconnect ចោលអស់ហ្នឹងយើងអាចយកទៀតកាន់ថា map never try ហើយយើងអាចនេះ try layer អ្នកខ្ញុំចង់ដាក់ try layer មួយណាក៏បានដែរគឺផាសវាមកពេលនេះអានេះយើង access ចោលបានដោយសារយើងស្ថិតនៅក្នុង user program អញ្ចឹងដូចគ្នាចំពោះស្អីផ្សេងចំពោះ driver ផ្សេងធ្វើដូចគ្នាដែរ network copy វាមកហើយចូលមកកាន់ដែរ right click ទៅលើ disk pc ជ្រើសពាក្យថា map never try ហើយផាសវាមកពេលនេះពេលអត់ដើរទេអូខេដើរហើយយើងយឺតតិចបើសិនដូចគ្នាទៅកាន់ program នេះយើងចូលបានហើយយើងមិនភ័យទេនេះ copy វាហើយចូលទៅកាន់right click never try ផាសវាហើយអូខេពេលថាយើងបានជោគជ័យហើយគោលដៅយើងតែ3ហ្នឹងទេសម្រាប់ never try បើយើងចង់ access មកកាន់នេះវិញអ្នកគ្នាអាចដូរ credential នៅក្នុង control panel ដែរដូចខ្ញុំធ្វើឲ្យអ្នកគ្នាមើលមិញហ្នឹងហើយទៅពេល change អ្នកគ្នាក៏ sign out មួយទៅមកហាច់ហើយយើងមកធ្វើការងារទី2ការងារទី2យើងគឺតម្រូវធ្វើការ hosting website ចំនួន1ហើយដែលមាន subdomain svp ហើយមួយ main domain s នេះលេខ6ហើយឈ្មោះយើង so ដើម្បីអញ្ចឹងយើងចូលទៅកាន់ ISS នេះ internet service manager យើងធ្វើការចូលទៅកាន់ site លុប default site ចោលហើយយើងធ្វើការ right click វាមក add website ឈ្មោះ site name យើងដាក់ svp ចុះសេយ៉ាងហ្នឹងចូលចូលទូចអស់ហើយ svp ហើយ physical path យើង path ទៅរក enter drive c ហើយពាក្យថា interpub aw root អូខេវាហើយ assign IP យើងច្រកប៉ុណ្នេះយើងចូល port 80ដោយសារយើង assign នៅក្នុង STP ទេហើយ hostname SPP ចុច6ឈ្មោះយើងមកឈ្មោះ domain យើងនេះឈ្មោះ domain ដែលខ្ញុំធ្វើឲ្យអ្នកមើលហ្នឹងហើយនៅក្នុងនេះនេះរ៉ាហើយអូខេវាមកអ្នកគ្នាពេលអ្នកគ្នាចូលយើងប្រកាសជាដើរមូលហេតុដែលដើរដោយសារយើងអត់ទាន់ assign DNS ហើយវា DNS ហើយវាស្គាល់ទេបែបអត់ដើរទេអញ្ចឹងដើម្បីវាដើរយើងគួរតែ assign IP វាតែយើងតេស្តassign DNS តែយើងតេស្តមើល IP សិនវាដើរអូខេរកឃើញដែរតែយើងតែគាត់តែវាដើរហើយ restart អញ្ចឹងយើងចូលទៅ assign DNS តេស្តមើលហ្នឹងទៅចូលមកកាន់ True ហើយ DNS ចូលកាន់នេះ right click forward log option ចូលមកកាន់របស់យើង forward អ្នកឲ្យចូលមកកាន់ forward log option ចូលមកកាន់ឈ្មោះ domain របស់យើងមក right click យកពាក្យថា new host a or a ហើយ name user parent យក leave វា blank ចោលក៏បាន IP address ដាក់នេះយើងគាត់ដាក់ SCP ហ្មងទៅ IP address 192.168.2.1 ដូចនឹង DNS យើងអញ្ចឹងហើយតមក add host ពេលយើង add host ហើយយើងធ្វើការ test មើលនេះគាត់ដាក់ property មួយសិនហើយយើងធ្វើការ restart ឥឡូវ start stop ហើយ start វិញយើងចូលមកនេះតែយើងចូលមកអ្នកនេះតែវាដើរអត់នេះដើរតែអ្វីសំខាន់នោះគឺគោលដៅយើងអត់ចង់បើកនៅក្នុង Windows Server យើងដើរទេគោលដៅសំខាន់យើងនេះគឺយើងចូលទៅបើកនៅក្នុងសម្រាប់នេះគឺគោលដៅសំខាន់យើងគឺយើងចង់ទៅបើកនៅក្នុង PC client នេះវាដើរដែរតោះឥឡូវតែមើលវាដើរ
khởi là đa dân tha dương thua nó bị ban cho chế dạ mình ha đa ấy giống mình ha client để start lên là giống anh ra web server anh login cho web dân bán là người dạ lột khó cho lòng thì giống mình hai dân bán cho chế mùi hái lên cho can test TP vậy tham một giết cứ card printer on universal là miền một đá nhẹ sang bị đọc code chẳng nhưng cua tại dương cua tại install dương cua tại install vi máu chẳng tiện hết thì lại ở driver printer ở sang phi đọc code như là thế tôi ấy cho install vía rồi thì recommend nhưng ra đây cả kia recommend nó có một cái ở thế do printer driver mà này do sang phi của bạn tay cho sang buồn nó sang Windows cái đó hot buồn mong đặt download nè này download hết nè này tin video mà vào tin đi ok căn folder dưới hay tin video căn server dưới anh làm tin một căn file này hay là sẽ căn to với nó dạ là ấy đấy ok trong thời tới đó mà tôi tiếp bạn printer nó viên store thôi tôi mới cho việc menu dùng printer là lựa port lại muối ok là printer dùng chụp cháy cho tầm mờ nó thế dùng thưa cả test print cái printer dùng mà ấy ní hay dùng do default mà hay dùng printer error vào đấy rồi only data do change printer property preferences do A4 hay thôi cả share vậy chốt can property sharing local sharing ok đặt một dạng ấy hay chốt cái định mơ nó không printer nó gọi đi printer dương mà dương sẽ dương cái định mơ cái đạt ok printer tới printer việt đã rồi đấy printer name ok anh đang bánh hàng printer name dương chỗ cho nó dương dương vi sao sẵn rồi dương sau ra tiếp lượng nước đâu đã mua việc xanh mấy dương bật ra đọt lên nhà tế của lò màu vì trắng người Việt màu vì mua printer nữa giờ để pin đó sao mà nhưng sạc printer port định muối nhưng printer port định pin đó ok chụp chạy ấy rồi một printer dừng đá copy dừng rename nó printer rồi rename biết cho tập đi mà đấy độ clear đấy lại vì nó print màu là tại vì error ok nếu mà vi check connection I'm internet show error trong tha đặc biệt là vì error dân vì sự việc mũi xanh những cua làm hành nó nhưng cái thà làm hành là bài vì bài những cái quy lập xe printer nó ngay Việt đã ok mình hai cái connect bàn đấy
aiនឹងបញ្ហាឈ្មោះវិញដល់ឡើយយើងធ្វើការតេស្តក្នុងនេះម្ដងអូខេវាតឃើញទេមកហើយលេចមើលអូខេមើលសិនតែវាដើរសារមិញវា error ឯនឹងបញ្ហាឈ្មោះហើយជាមួយនឹងតតង switch យើងអាចចូលទៅកាន់ restart printer spoiler វាទៅពងកណ្ដាច់ចាំតិចអូខេបានហើយคลิกបានហើយហើយដើម្បីតេស្តយើងថាបានអត់ចូលមក note page control print control នេះមកនេះអញ្ចឹងថាការងារយើងប៉ុណ្ណឹងបានជោគជ័យហើយហើយចំពោះអាការងារតេស្តនេះបញ្ហាតេស្តការប្រើប្រាស់ទៅលើ Network នេះខ្ញុំសង្ឃឹមថាអ្នកគ្នាចេះតេស្តសោះខ្ញុំនឹងឲ្យអ្នកគ្នាតេស្តខ្លួនឯងទៅខ្ញុំបង្ហាញអ្នកគ្នាតែពីលេខ1ដល់លេខ8នេះទេ